មនុស្សដែលស្រូបទាញថាមពលពីយើងគឺជាមនុស្សទាំងឡាយណាដែលនៅពេលដែលយើងចំណាយពេលវេលារបស់យើងនៅជិតពួកគេយើងមានអារម្មណ៍ថាអស់កម្លាំងមែនទែនយើងមានអារម្មណ៍ថាអត់សប្បាយចិត្តមែនទែនមានអារម្មណ៍ថាតានតឹងតបប្រមល់មែនទែននៅចិត្តម្នាក់នឹងតែ2-3នាទីមានអារម្មណ៍ថាដូចជា2-3ម៉ោងដូចជាអស់កម្លាំងអលីបងប្អូនប្រហែលជាធ្លាប់មានបទពិសោធន៍ទៅនៅចិត្តមនុស្សម្នាក់ហ្នឹងតែ5នាទីទេគាត់និយាយអាក្រក់រឿងនេះគាត់និយាយអាក្រក់រឿងនោះគាត់ល្អរទាំរឿងនេះល្អរទាំរឿងនោះគាត់បន្ទោសបង្អាប់យើងរឿងនេះបន្ទោសបង្អាប់យើងរឿងនោះណាស្ដីឲ្យយើងរឿងនេះស្ដីឲ្យយើងរឿងនោះគ្មានពាក្យលើកទឹកចិត្តមួយម៉ាត់ទេអញ្ចឹងនៅចិត្តគាត់ច្រើនពេលណាអស់កម្លាំងច្រើនពេលហ្នឹងណាបងប្អូនអញ្ចឹងមនុស្សប្រភេទហ្នឹងនៅកន្លែងណាថាកន្លែងណាក៏មានដែរកន្លែងការងារក៏មាននៅក្នុងផ្ទះក៏មានបងប្អូនយើងសាច់ចិត្តសាច់ឆ្ងាយឯងខ្ញុំមិនដឹងទេប៉ុន្តែមានអញ្ចឹងបងប្អូនគាត់តែដឹងថាអូមនុស្សនេះស៊ីថាមពលខ្ញុំច្រើនណាស់ខ្ញុំចំណាយពេលនៅចិត្តពួកគេកាន់តែច្រើនខ្ញុំអស់ថាមពលពីក្នុងខ្លួនកាន់តែខ្លាំង